បងបដូលទៅណាហ្នឹងអូយច្រឡំមាត់ម៉ែមិនអោយស្ដីរោគប្រុសទេចូលលេងសិនមកបងអូយច្រឡំមាត់ទៀតហើយចូលហូបបាយសិនមកអូយអត់ទេចូលសម្រាប់សិនមកអូយមិនចេះហ្នឹងមាត់នេះម៉ែកូនឃ្លានតារ៉េនណាកូនប្របាក់ទ្រាំដល់ហើយម៉ែជួយទិញតារ៉េនមីងជីតាផងបានទេកូនឃ្លានឡើងចេញទឹកមាត់ហើយកូនអើយកូនម៉ែសុំទោសម៉ែរោតារ៉េនមិនបានទេណាកូនមានតែសបកប៉ុណ្ណោះណាកូននាងស្រីអបានហិតទុរេនដើម្បីបំបត្តិភាពចាញ់នាងស្ទើរតែឆៃសម្បកទុរេនទៅហើយតែនាងព្យាយាមព្រោះនាងក៏បារម្ភពីកូនក្នុងផ្ទៃរឿងចាញ់កូនឃ្លានទុរេនកាលពីព្រេងនេះមាននារីចំណាស់ម្នាក់ដាំទុរេនពីពេញចំការតែគាត់ហាក់កំណាញ់នឹងគំរិះផងដែរនាងនេះអើយនាងនេះទៅណាហើយចេះមីងជាតាតែងតែដាស់កូនស្រីពីព្រឹកព្រលឹមព្រោះគាត់មិនចូលចិត្តអ្នកណាដែលខ្ជិលច្រអូសទេសង្ស័យតែមិនតន់ក្រោកទៀតហើយមកទៅនោះបើម៉ាក់នឹងរកស៊ីមិននឹងតន់គេនោះហើយនាងគ្នាអើយនាងគ្នាចាម៉ាហេកូនងើបហើយហៅអីក៏ហៅម្លេះឡើងដាច់សាច់តែម្ដងម៉ាហេបើនាងឯងមិនងើបអញ្ចឹងអញមិនជេរនេះត្រឹមជេរតិចថារំពាត់ផ្ដៅបានសមនោះម៉ែហៅកូនថាចេននីឬក៏ចេនិកាទៅផ្សំមិនក៏ហៅគ្នាអញ្ចឹងចេននីជាឈ្មោះសម័យណាសម័យនេះម៉ែមិនដែលឮទេឈ្មោះបែបហ្នឹងនោះចាម៉ែខ្ញុំតន់សម័យគឺអញ្ចឹងហើយឬចោះម៉ែហៅកូនមានការអីដែរទេម៉ែឲ្យចាំផ្ទះកុំដើរទៅណាផ្ដេសផ្ដាស់ម៉ែទៅចការបន្តិចហាមទៅណាមកណាណាដឹងទេចាម៉ែដឹងហើយកូនមិនដាស់ផ្ដេសផ្ដាស់ទេខ្លាចញាតមើលមកមិនសមធានាថាកូនម៉ែលេខ1តែម្ដងវ៉ាវនាងចេនីកូនមីងជាតាជានារីល្អណាស់ល្អដល់ថ្នាក់មីងជាតាមិនចាប់អារម្មណ៍ពីចំណុចអវិជ្ជមាននោះទេអូយអ្នកតាទៅណាមកណានឹងបានជាមកដល់ទីនេះមើលទៅដូចជាបញ្ញាប់ណាស់ណោះមិនចង់និយាយរោទេគេឈ្មោះសុជាតាហៅគេតាខ្ញុំមិនមែនចាស់ហើយក៏មិនមែនប្រុសទេមិនក៏ហៅតាអូយសុំទោសមកពីខ្ញុំជាប់មាត់ហ្នឹងណាហើយឥឡូវទៅណាដែរទៅខ្ញុំទៅរកទិញបន្លែហើយឈៀងទៅរកទាលុយនឹងកៅកានាងនោះណាចម្ពាក់ស្ពឹកណាស់កុំនិយាយអញ្ចឹងអីជាអ្នកស្រុកភូមិគ្នាយកយល់គ្នាទៅម្យ៉ាងគ្នាក៏នៅក្មេងដែរអ្នកចរិយាឯងមិនដែលមានលុយឲ្យគេខ្ចីមិនយល់ទេក្រអញ្ចឹងទៅដឹងស្អីចំណែកនាងកៅកាវិញគ្រាន់តែឃើញមីងជីតានិយាយដល់ខ្លួនក៏ពុនសំងំគិនកំពតព្រៃហើយមីងតាមកទាលុយទៀតហើយមែនទេតែប្រាប់ថាគ្មានហើយមិនតន់បានមកយាមផងក៏មកទៀតហើយហើយអ្នកណាទៅរកតន់នោះនាងកៅកាពួនហើយពួនទៀតព្រោះខ្លាចមីងជាតាឃើញតែកន្លែងនោះនាងក៏ពិបាកទ្រាំក្នុងការពួនដែរអើយអ្នកណាគេមកជួសទីនេះអើយស្អុយណាស់រណ្ដៅមិនក៏មិនកាប់ហើយចាប់ណាស់ខំកិច្ចមេបំណុលបាយមកជួបអាចទៅវិញអើយអូយបើអញ្ចឹងខ្ញុំមិនរំខានទេទៅចោះអ្នកមានជន់ថ្មីសំដីពីរោះដូចសារកាកែវចាខ្ញុំអរគុណហើយដែលសរសើរនោះតែទោះខំអែបអបខ្ញុំយ៉ាងណាណាក៏ខ្ញុំមិនរាប់ដែរអ្នកក្រនោះបន្ទាប់ពីមីងជាតាដើរចេញផុតនាងកៅកាក៏បានលុបចេញមកយឺតនិងបាននិយាយថាអូយធូរត្រង់តិចបើមីងជាតាដល់កំណាញ់នោះឃើញមិនត្រូវបោចសក់អស់ហើយទេខ្ញុំអូយក្មួយចាំកណ្ដុំឆាំកែបបោកអាំងទឹកគ្រឿងឆ្កុយហើយផ្សាយអើយហើយតើថៃបានជាភ័យស្លន់ឡើងស្លេកហើយនៅភ្ញាក់វែងឡាយយ៉ាងនេះក្មួយស្រីអូយជំរាបសួរមីងគឺខ្ញុំភ័យនឹងមីងជាតានឹងណាខ្ញុំជពាក់ប្រាក់គាត់ខ្លាចគាត់បោចសក់ព្រោះអត់មានប្រាក់សងគាត់នោះអីមីងខ្ញុំពិបាកចិត្តណាអូយធ្វើម៉េចបើយើងមិនធូរធាននោះទ្រាំទៅណាក្មួយអើយកុំពិបាកចិត្តអីថ្ងៃណាមួយគង់តែបានប្រសើរទេខ្ញុំអរគុណណាស់ដែលគាត់ឲ្យខ្ចីតែគាត់ទាមម្ដងចង់លួព្រលឹងណាមីងអើយហ្នឹងហើយបើអញ្ចឹងមីងលាហើយណាបញ្ញាប់បន្តិចចាជម្រាបលាមីងបងបដូលទៅណាហ្នឹងអូយច្រឡំមាត់ម៉ែ
ម៉ែមិនឲ្យស្ដីរកប្រុសទេណែសុំទៅបងមិនក៏មិនឲ្យស្ដីរកពួកយើងគ្រាន់តែស្ដីរកគ្នាធម្មតាតើមិនមែនធ្វើអីផ្សេងឯណាចូលលេងសិនមកបងអូច្រឡំមាត់ទៀតហើយចូលហូបបាយសិនមកអូអត់ទេចូលសម្រាប់សិនមកអូយមិនចេះនឹងមាត់នេះអូននេះកុំអៀនអីមើលអូនចុះអៀនឡើងមុខក្រហមអស់ទៅហើយចាំបងដងទឹកឲ្យលុបលាងចុះណាចាអរគុណបងនេះបណ្ដុលនិងនាងចេននីជជែកគ្នាសំណេះសំណាលបទពិសោធន៍ជីវិតអស់ពេលពីបយាមយ៉ាងណាក៏មិនតាន់អស់រឿងដែរបើគិតទៅអូនចេនីបកែសម្ដីណាសំឡេងក៏ពីរោះចក្ខុវិស័យក៏វែងឆ្ងាយគួរឲ្យសរសើរមែនបងសរសើរខ្ញុំពេកហើយនិយាយអញ្ចឹងមិនល្ងាចណាស់ទៅហើយបងទៅវិញទេខ្ញុំខ្លាចម៉ែមកឃើញមិនសមទេជក់មាន់ដល់ហើយអូនបងរីករាយនឹងអូនណាបងមិនទាន់ចង់ទៅផ្ទះវិញសោះពើអើយពើតែមិនចិត្តយប់ហើយមិនល្អទេទៅវិញទេចាំអូនបេះតរេនផ្ញើបងហូបណាបងពួកគេជជែកគ្នាមិនឈប់សោះលុំមេឃរៀងរសៀលសូរិយាជ្រេមិញជីតាក៏បានមកដល់និងបានស្រែកហៅថាកូននេះកូននេះអើយកូននេះកូនស្រីមកជាសងំលាក់ខ្លួនហើយបានកូនស្រីមួយថាល្អអើយសែនល្អមិនដូចនាងកែវកានាងអទេឃើញតែនិយាយជាមួយតែប្រុសបងបដុលម៉ែមកដល់ហើយបងរត់តាមផ្លូវក្រោយទៅលឿនឡើងអូនភ័យណាស់តាមផ្លូវក្រោយតិចឆ្កែខំទៅអូនអូយខំក៏ខំចោះកុំឲ្យតែម៉ែគិតខុសលើពួកយើងបងឆាប់ទៅលឿនឡើងទៅតែបងទៅតាមផ្លូវមុខវិញល្អជាងថារត់ទៅណាបងកុំអេះអុញអីលឿនឡើងនាងចេនីឃើញថានីបណ្ដុលនៅតែត្រេតត្រោតនាងក៏បានធាក់គូតពី3ជើងធ្លាក់ចូលទៅក្នុងប្រឡោះទឹកត្រេងអូយអូនចេនីនេះកម្លាំងខ្លាំងដូចជាសេះតែម្ដងហើយហើយកូនម៉ែរវល់ធ្វើអីមិនក៏ម៉ែហៅមិនឆ្លើយមួយយ៉ាងមុននេះដូចជាលឺសំឡេងអីធ្លាក់ទឹកផងហ្នឹងអូយម៉ែកូនរវល់តែដេញឆ្កែធ្លាក់ទឹកនឹងណាម៉ែព្រោះវាលួចស៊ីបាយកកយើងល្អណាស់កូនកុំឲ្យវាមកហ៊ានលួចទៀតមិនដឹងថាឆ្កែអ្នកណាទេមកចាស់ក្រដល់ថ្នាក់អត់អីស៊ីហើយមកទៅនោះម៉ែចុះតរេនទុំឬនៅទុំហើយអាចបេះហូបបានណាតនេទៅបេះចុះណាកូនតែម៉ែហាមណាកុំទៅក្បែរប្រុសឲ្យសោះចាម៉ែកូនដឹងហើយនិយាយអំពីមីងសូរិយាវិញក៏មានកូនស្រីម្នាក់ដូចគ្នានាងស្លូតហើយសុភាពប្រណាក៏ប្រាថ្នាដែរស្រីអកូនម៉ែឮថាបរិយាគេចង់ចូលស្ដីហើយណាកូនព្រមឬអត់ហ្នឹងចាម៉ែស្រេចទៅលើម៉ែទេកូនមិនប្រកែកទេណាប៉ុន្មានថ្ងៃក្រោយមកស្រីអបានភ្ជាប់ពាក្យនឹងបុរីដោយមិនធ្វើពិធីធំដុំឡើយព្រោះគាត់គិតថាមិនចង់ចំណាយប្រាក់នឹងការប្រកាសឲ្យខ្ទោខ្ទាឡើយមិនខឹងម៉ែទេមែនទេដែលម៉ែធ្វើពិធីភ្ជាប់ពាក្យតូចតែមួយបែបនេះហ្នឹងអត់ទេម៉ែឲ្យទៅតាមប្រពៃណីខ្មែរនោះកូនសប្បាយចិត្តណាស់ហើយមិនបាច់ពិធីធំដុំពេកទេម្យ៉ាងកូនអរគុណម៉ែទៅវិញទេដែលលើកអូនអមកឲ្យខ្ញុំរឿងអ្នកស្រុកដឹងឮអ៊ូអឬក៏មិនអ៊ូអវាអត់មានអីសំខាន់ទេចាកូនបើអញ្ចឹងកូនទៅបេះផលិតចិត្តអូ3 4ដើមមកម៉ែស្លមកជូរកសាំងឲ្យហូបបានម៉ែតោះអូនគូដណ្ដឹងថ្មីថ្មោងបានបដាគ្នាទៅមាត់អូគ្រានោះគាត់ក៏បានជួបនឹងមីងជាតានេះតាមផ្លូវឃើញដែរទេថាហើយថាស្រីកមុំស្អីមកបដើប្រុសកដាថ្ងៃចេះម៉ែឪយកមកទៅទុកនៅឯណាទេណជំរាបសួរមីងនេះគឺមិនបាច់មកជរៀបសួរអីទេខ្លាចឆ្លងសណ្ដានអាក្រក់ណាស់ចេញទៅមុខនេះមានកូនមុនរៀបការមិនខានទេចាំតែមើលចោះមីងជីតាហួសចិត្តផងនិយាយម្នាក់ឯងផងធ្វើឲ្យបរិយនិងស្រីអមើលមុខគ្នានិងបាននិយាយថាមិនក៏បែបហ្នឹងគាត់មិនទាន់បានស្ដាប់ហេតុផលទេណាអូនកុំខ្វល់អីបងតោះពុយចឹងតែកន្លងទៅមួយរយៈស្រីអនិងបុរីបានរៀបការហើយក៏មានកូនដំបូងធ្វើឲ្យស្រីអចាញ់ជាខ្លាំងផងដែរ
រ៉េនណាកូនប្របាក់ត្រំដល់ហើយម៉ែជួយទិញតរ៉េនមីងជីតាផងបានទេកូនឃ្លានឡើងចេញទឹកមាត់ហើយអូនសំឡាញ់អូនហូបបបរសិនទៅក្រែងលំមិនសូវនឹកដល់ទុរេនណាអូនអើយអ្នកជីតានោះកំណាញ់យ៉ាងណាណាអ្នកណាក៏ដឹងដែរម៉ែប្របាក់នឹងទៅយកតរ៉េនឲ្យកូនហូបណាស់ណាកូនម៉ែពួកយើងសុំទិញតាមិនមែនសុំតតេណាម៉ែបងយល់អារម្មណ៍ចាញ់កូនឃ្លានអីម្យ៉ាងពិបាកទ្រាំណាស់មិនអីទេចាំបងទៅសុំជាពាក់គាត់ចុះណាអូនកុំអីកូនទុកឲ្យម៉ែវិញណែកិនចេះចោះម៉ែទៅសិនណាក្រែងចែកបានខ្លះបើបានណាម៉ែនឹងយកអង្គទៅដូរណាកូនចាំម៉ែសុំម៉ែទៅឥឡូវនេះបានទេកូនឃ្លានចេញទឹកមាត់ត្រំអត់បានទេណាម៉ែណាសុំតែលឿនណាម៉ែអូយចាកូនចាចាំម៉ែទៅណែបរិយមើលកូនអផងណាម៉ែឆាប់មកវិញទេបានម៉ែអ្នកអើយអ្នកនៅផ្ទះដែរទេហ្នឹងអ្នកណាគេហ្នឹងអូអ្នកក្រទេអីមកមានការអីដែរមកសុំតរ៉េនទេដឹងហ្នឹងមុខនេះស្មានមកខុសទេមកទៅនោះលើបែបនោះហើយមីងសូរិយាក៏បានគិតនៅក្នុងចិត្តថាអូយយីអើបើកុំតាអត់កូនទេកុំអីមិនជន់នាំអាម៉ាស់ទេខ្ញុំមិនហើយនៅត្រឹកធ្វើអីឬខ្ញុំនិយាយត្រូវនោះគឺថាម៉ែណៃកូនខ្ញុំវាមានផ្ទៃពោះកូនខ្ញុំវាចាញ់ខ្លាំងវាឃ្លានតរ៉េនណែអាចឲ្យខ្ញុំមកផ្លែពីផ្លែបានទេយីអើថាហើយថាប្រកាសជាមានកូនមុនរៀបការខ្មាស់គេក៏រៀបការស្ងាត់ខ្ញុំមិនអោយទេខ្លាចវាឆ្លងនាំចង្រៃកូនខ្ញុំអត់មានកូនមុនរៀបការទេអ្នកកុំនិយាយអញ្ចឹងអីអ្នកភូមិគេជឿតែខ្ញុំមិនជឿទេព្រោះឃើញបដាគ្នាមុនរៀបការមកម្លេះឃើញច្រើនដងហើយអើយណាស់ហើយចោះតើអ្នកអាចមេត្តាចែកតរ៉េនផងបានទេអាណិតគ្នាណាគ្រាអាសន្នផងមិនអោយទេព្រោះមូលហេតុខ្លាចឆ្លងថោកនិងខ្លាចគ្មានលុយឲ្យថយចេះឆ្ងាយទៅថយទៅអ្នកចិត្តកំណាញ់ដល់ហើយតិចថាមានវេនអាសន្នវិញម្ដងគ្មានអ្នកណាជួយអ្នកនោះខ្ញុំមានបន្លែផ្លែឈើខ្ញុំមានលុយមិនជួបអាសន្នអីទេទៅក៏មកទៀតណាទោះខ្ញុំឆៃមិនអស់ក៏ទុកឲ្យមាត់ទាវិស៊ីដែរអូយព្រះអើយមិនអីទេមិនឲ្យក៏ហីចោះមិនបាច់មកដៀលទៀតទេមីងសូរិយាពិបាកចិត្តណាស់ព្រោះគាត់អាណិតកូនតែធ្វើម៉េចក្នុងភូមិមានតែមីងជាតាម្នាក់គត់ដែលមានទុរេនហើយឥឡូវនេះគាត់មិនឲ្យហូបទៀតអើយណាស់ហើយធ្វើម៉េចទេខ្ញុំប៉ັດជាអាណិតកូនស្រីណាស់មិនគួរណាចាញ់កូនឃ្លានរបស់មនុស្សកណាញ់ចឹងសោះអើយមីងសូរិយាអស់សង្ឃឹមជាខ្លាំងតែភ្លាមនោះគាត់ក៏បានឃើញមានសម្បកទុរេនមួយគំនរតូចនៅក្បែរដើមឈើតើសម្បកទុរេនពលទេណោះអើយកូនអើយកូនមានតែវិធីនេះទេមកទៅនោះមីងសូរិយាពលហើយគាត់ក៏គ្មានជំរើសទេគ្រានោះគាត់ក៏បានប្រមូលយកសម្បកទុរេនទៅផ្ទះទាំងអស់កូនអើយកូនម៉ែសុំទោសម៉ែរកទុរេនមិនបានទេណាកូនមានតែសម្បកប៉ុណ្ណោះណាកូនមិនអីទេម៉ែសម្បកក៏សម្បកចាស់កូនអាចហិតវាហើយក៏រងាប់អារម្មណ៍ឃ្លានបានដែរម៉ែឲ្យមកនាងស្រីអបានហិតទុរេនដើម្បីបំបត្តិភាពចាញ់នាងស្ទើរតែឆៃសម្បកទុរេនទៅហើយតែនាងព្យាយាមព្រោះនាងក៏បារម្ភពីកូនក្នុងផ្ទៃមើលទៅខ្ញុំមានតែព្យាយាមដាំដំណាំឲ្យបានច្រើនដើម្បីទុកឲ្យប្រពន្ធកូនខ្ញុំហូបនិងលក់បានប្រាក់ផងទៅចុះកន្លងទៅអស់មួយរយៈស្រីអក៏បានសម្រាលបានកូនប្រុសម្នាក់ចំណែកនាងចេនីវិញនោះស្រាប់តែឈឺភ្លាមមួយរំពេចម៉ែកូនវល់មុខណាស់ដូចជាចង់ក្អួតមិនដឹងទេម៉ែហើយវាកើតស្អីកូនម៉ែមើលចោះទឹកមុខស្លេកស្លាំងម្លេះសង្ស័យតែកូនហូបអីខុសហើយម៉ែជួយកូនទៅផ្ទះពូណែមបានទេបានហេតុអីក៏ថាមិនអាចនោះតោះកូនម៉ែបារម្ភណាស់ដោយក្តីបារម្ភអស់ពីដួងចិត្តមីងជីតាបាននាំកូនស្រីសំណប់ទៅដល់ផ្ទះរបស់ពូណែមដើម្បីពិនិត្យអាការៈរបស់នាងយ៉ាងម៉េចទៅហើយលោកគ្រូណែមកូនខ្ញុំកើតអីខ្ញុំបារម្ភណាស់សូមអបអរសាទរផងណាអ្នកកូនអ្នកមានផ្ទៃពោះ3ខែហើយថាម៉េចលោកច្រឡំតែដឹងហ្នឹងកូនខ្ញុំក៏មុំបរិសុទ្ធល្អឥតខ្ចោះមិនតាន់មានប្តីទេណាបើអញ្ចឹងសូមអបអរណាដែលកូនអ្នកមានកូនអត់ប្តីណែលោកគ្រូណែមមិនក៏និយាយបែបនេះឆ្លើយម្លេះហ្នឹងមិនសមរម្យសោះការងារខ្ញុំរវល់ណាស់
ឥឡូវឲ្យប្រាក់មកខ្ញុំផ្សំថ្នាំពៅឲ្យរួចហើយ បានហើយមិនឲ្យលុយទេពេទ្យមកស្អីភ្លើអញ្ចឹងនោះណែឯណាទៅមីកូនល្ងងខ្ញុំនោះមកណែភ្លាមទៅផ្ទះវិញ កូនអ្នករត់ទៅផ្ទះមុនបាត់ហើយលើថាខ្លាចអ្នកមិនទោស អើយកូននេះមិនបានទេរំពាត់ឡើងខ្នងប្រកបណាអើយ ឈប់សិនឯណាប្រាក់ថ្លៃពិនិត្យសុខភាពនោះ មិនឲ្យទេអើយធុញណាស់វើយនេះណែអើយយកមកជើងទៅ អាយយ មីងជីតាខឹងពេកថាលោកគ្រូណែមួយជើងឬក៏បានប្រញាប់ដើរទៅផ្ទះវិញជាមួយនឹងកំហឹងនឹងក្តីអាម៉ា អូយបែកផ្លោកអស់ហើយអូយហួលអាយយអ្នកជាតានេះកាចនោះកាចតែម្ដងហើយមិនខុសពីគេល្បីមែនអាយអូយ នាងចេនីវិញក្រោយដឹងថាមានផ្ទៃពោះក៏សម្ដៅយ៉ាងលឿនដើម្បីទៅជួបនីបណ្ដូលពិភាក្សាគ្នាបងបណ្ដូលអូនមានផ្ទៃពោះហើយណាបងពួកជើរៀបការទៅណាអូនខ្មាស់គេណា ថាម៉េចមិនអាចទេអូនឯងមានផ្ទៃពោះជាមួយនរណាទេដឹងព្រោះអូនសង្សារច្រើនណាស់បើតាមបងដឹងនោះ មិនក៏បងនិយាយអញ្ចឹងអូនមានតែបងទេណាបងនិយាយអត់ព្រោះសោះ បងមិនទទួលស្គាល់ក្មេងនេះទេអូនក៏មកហៅបងរៀបការអីអនាគតបងនៅវែងឆ្ងាយណាស់ បើអ្នកភូមិដឹងថាអូនមានកូនអត់ប្តីនោះអូនយកមកទៅទុកណែណាទៅបងអូនខ្មាស់គេណា វាជារឿងរបស់អូនទេមិនតាក់ទងជាមួយបងឯណាអូយ ប្រុសថោក ឈឺ ទៀត ណាស់ អាកំរួ ស្រីស្អីអាក្រក់អញ្ចឹងនោះ ដោយសារនាងខឹងពេកនាងក៏បានរត់ទៅផ្ទះវិញទាំងកំហឹងនិងក្តីឈឺចាប់ជាខ្លាំងមកហើយមែនទេអញខំសរសើរថាស្រីល្អមិនអាចចេញពីផ្ទះនៅតែក្នុងបន្ទប់មិនក៏លួចមានស្នេហាបែបនេះកូនមិនចង់ទេតែធ្វើម៉េចបើកូនស្រឡាញ់គ្នាទៅហើយនោះចោះអានោះជាអ្នកណាទៅហៅវាមកទទួលខុសត្រូវភ្លាមទៅកុំឲ្យវារួចខ្លួនឲ្យសោះអត់ទេម៉ែគាត់អត់ទទួលខុសត្រូវទេកូននិយាយជាមួយអាបដូលនោះហើយវាថាកូនមានកូនជាមួយអ្នកណាក៏មិនដឹងថាម៉េចអាបដូលក្រលហាមនោះមែនទេហើយវាប្រកែកខាងបោកស្រីណាស់មិនក៏កូនយកវាទៅកើតដឹងហើយថាវាជើងល្អអស់លេខនោះអ្នកណាទៅដឹងនោះបើគាត់សម្ដីផ្អែមសឹងអីទៅហើយម៉ែកូនលងបងប្រានតែម្ដងទៅអើយខ្មាស់គេណាអញម្ដងនេះមានតែយកសរងក្របមុខដើរហើយមកទៅនោះម៉ែស្អប់កូនណាស់មែនទេបើគ្មានម៉ែតែអ្នកណាអាណិតកូននោះកូនទៅស្លាប់ហើយហើយកុំគិតខ្លីអីមិនអីទេម៉ែមានវិធីប្តឹងផ្ដោតតថាវាលុតជង្គង់ព្រមទទួលកូនកុំបារម្ភអីចាម៉ែកូនមិនចង់មានកូនអត់ប្តីទេម៉ែជួយកូនផងទៅណាម៉ែណាហើយអង្គខ្លាចទៅជាបាច់ទៅហើយមិនអីទេទុកចិត្តលើម៉ែចោះដោយការសន្យាមែនមីងជីតាប្តឹងតតែនីបណ្ដូលព្រមទទួលខុសត្រូវលើចេននីហើយប៉ុន្មានថ្ងៃក្រោយមកនាងចេននីមានអាការៈចាញ់កូនជាខ្លាំងម៉ែកូនឃ្លានព្រិញណាស់ឃ្លានខ្លាំងណាស់ជួយកូនផងទៅម៉ែចេញទឹកមាត់ជ្រោចហើយ ចាញ់រកព្រិញទៀតហើយអីអូនខែនេះវាអស់ព្រិញទៅហើយហូបទុរេនវិញទៅណាបងសុំវតែគ្មានព្រិញអូនពិបាកទ្រាំណាស់ណាបងហើយឃ្លានព្រិញមែនទេមិនក៏អញ្ចឹងភូមិនេះអត់មានព្រិញទេអស់រដូវវាហើយណាកូនម៉ែកូនឃើញផ្ទះមីងសរិយាមានណាម៉ែទៅសុំគេមកឲ្យកូនមកកូនឃ្លានណាស់កូនស្លាប់មិនខានទេម៉ែបើអត់បានហូបព្រិញនោះអារោគចាញ់នឹងវាពិបាកមែនណាណែគិតយ៉ាងម៉េចទៅកាលមុនណាខ្ញុំកណាញ់ដាក់គេបែបនេះនោះឬក៏ម៉ែចង់ឲ្យកូនស្លាប់នោះម៉ែជួយកូនផងទៅម៉ែបានចាំម៉ែទៅម្ដងនេះកាន់តែអាម៉ាស់មិនខានទេអញហើយតួអាម៉ាស់ខ្លាំងក៏មីងជាតាមិនអោបដៃមើលកូនវេទនាដែរមើលចោះគាត់បានសម្ដៅទៅផ្ទះរបស់មីងចរិយាគិតបែបណាទៅហើយខ្មាស់គេណាស់ខ្ញុំតែមិនអីទេដើម្បីកូនណាមានតែកាត់គេកាត់ខ្មាស់សិនហើយអ្នកអើយ
ចាអ្នកមកមានការអីដែរអ្នកអូមើលទៅដូចជាធូរធានណាស់ណោះមានបានតិចតួចទេអ្នកអើយมันមានដូចជាអ្នកទេហើយនិយាយមកមានការអ្វីទៅលាក់បាំងអីអ្នកសូមមេត្តាផងទៅកូនខ្ញុំវាចាញ់វាឃ្លានព្រិញសូមអ្នកមេត្តាផងទៅចោះណាអូយថាម៉េចក្រែងអ្នកថាมันពឹងពាក់ខ្ញុំអាណាយក្រែងអ្នកមានគ្រប់យ៉ាងហើយតើម៉េចមិនអញ្ចឹងខ្ញុំសុំទោសខ្ញុំដឹងហើយថាខ្ញុំមិនគួរកំណាញ់ធ្វើដូចជាមានគ្រប់យ៉ាងក្នុងលោកទេពេលនេះខ្ញុំយល់ទុកលំបាកអ្នកហើយនិយាយអញ្ចឹងក្រែងកូនអ្នកនៅកំមុំតើអីមិនក៏ចាញ់ទៅវិញនោះនិយាយដល់រឿងនេះពិតជាខ្មាស់គេណាស់នៅតែក្នុងបន្ទប់មានកូនតកើតហើយលក់មុខសាហាវណាស់អ្នកអើយអ្នកណែកិនចេះចោះអ្នកទៅបេះព្រិញចោះហើយត្រូវចាំណាមនុស្សត្រូវចេះចែករំលែកគ្នាដោយពាក្យបុរាណពោលថាម្ដងយើងម្ដងគេយល់ទេចាអ្នកខ្ញុំយល់ហើយតែខ្ញុំមិនហ៊ានប្រឈមមុខអ្នកស្រុកចំដូចមុនទេកុំបារម្ភអីអ្នកភូមិតេះដៀលមើលប្រើក៏ចប់ហើយវានឹងសាបទៅតាមពេលវេលាមិនខានទេអ្នកនិយាយលើកទឹកចិត្តតែដាក់មកចុកណាស់ណោះពាក្យប៉ាត់មិនសូវព្រោះទេត្រូវហើយខ្ញុំឈប់វាតម្លៃគេផ្ដេសផ្ដាស់នឹងឈប់កំណាញ់ទៀតហើយអរគុណហើយណាអ្នកដាក់ឲ្យព្រិញកូនខ្ញុំហូបនោះចាអ្នកណែកូនបរិយាកូនបរិយបាទម៉ែកូននៅនេះទៅបេះឲ្យមិញជាតាផងទៅកូនបាទម៉ែនមិញចាំបន្តិចសិនណាចាអរគុណហើយណាក្មួយសុភាពហើយចិត្តល្អទៀតមិនដូចកូនភាសាមិញសោះខ្ជិលហើយបានតែសម្ដីតែការអនុវត្តសូនហើយបានហើយអង្គុយសិនមកបន្តិចទៀតដល់ព្រិញមកដល់ហើយចាអ្នកកុំអំនួតអាងខ្លួនមានព្រោះក្នុងលោកនេះគ្រប់យ៉ាងម្ដងគេម្ដងយើងចេះជួយចេះចែកផៅញាតមកក្បែរជីរបងមកដាច់ធំមេតាចំពុកខ្ញុំម្លេះរឿងស្នេហាហាមឃាត់បំបានទេហេតុអីក៏ពុកត្រូវហាមឃាត់ខ្ញុំដែរនោះហាមឃាត់មិនបានប៉ុន្តែពុកជាអ្នកសម្រេចថាឲ្យអាអ្នកកងវាលគោម្នាក់នោះស្លាប់ឬក៏រស់វានៅលើដៃពុកណាកូនស្រីរឿងពីរជាតិកាលពីដើមឡើយលោកសេដ្ឋីមានកូនស្រីចិញ្ចឹមម្នាក់ដែលស្រឡាញ់ទុកដូចជាកូនបង្កើតប៉ុន្តែនៅក្នុងថ្ងៃមួយពេលដឹងថាកូនស្រីនោះមានទំនាក់ទំនងស្នេហាជាមួយនឹងអ្នកកងវាលគោធ្វើឲ្យលោកសេដ្ឋីក្រេវក្រោធជាខ្លាំងប្រហើនទើបតែធំសោះហ៊ានលួចលាក់មានស្នេហាជាមួយមនុស្សប្រុសផងមែនទេចាប់នៅនាងឯងយកទៅឃុំនៅក្នុងបន្ទប់ហើយកុំឲ្យចេញមកក្រៅឲ្យសោះបាទលោកសេដ្ឋីលោកពុកកុំធ្វើអញ្ចឹងដាក់ខ្ញុំអីណាលោកពុកខ្ញុំសុំបនណាលោកពុកហេតុអីក៏ពុកធ្វើមិនបានបើកូនគឺជាកូនស្រីរបស់ពុកសាច់ការអ្វីដែលកូនត្រូវទៅតាក់ទងជាមួយវាដែរកុំឲ្យនរណាបានដឹងពីរឿងនេះឲ្យសោះថាកូនស្រីយើងទៅតាក់ទងជាមួយនឹងអ្នកកងវាលគោម្នាក់ហ្នឹងបាទលោកសេដ្ឋីអ្នកនាងអញ្ជើញចូលទៅក្នុងទៅនាងផាឆាប់នាំកូនយើងទៅបន្ទប់ហើយកុំឲ្យចេញមកខាងក្រៅឲ្យសោះដល់ម៉ោងបាយទឹកចាំលើកយកទៅឲ្យចាលោកសេដ្ឋីអ្នកនាងយើងទៅបន្ទប់ទៅកុំធ្វើឲ្យលោកពុកអ្នកនាងខឹងក្រោធជាងនេះអីពុកដាច់ធំមេតាចំពុកខ្ញុំម្លេះរឿងស្នេហាហាមឃាត់បំបានទេហេតុអីក៏ពុកត្រូវហាមឃាត់ខ្ញុំដែរនោះហាមឃាត់មិនបានប៉ុន្តែពុកជាអ្នកសម្រេចថាឲ្យអាអ្នកកងវាលគោម្នាក់នោះស្លាប់ឬក៏រស់វានៅលើដៃពុកណាកូនស្រីតោះអ្នកនាងលោកពុកចិត្តអាក្រក់ណាស់យាមឲ្យបានស្រួលបួលកុំឲ្យវានឹងកូនយើងជួបគ្នាទៀតយើងនឹងទុកដាក់កូនយើងឲ្យទៅអ្នកផ្សេងក្រៅពីក្មេងខ្វៀលគោខ្វៀលក្របីម្នាក់នោះពួកឯងយល់ទេបាទលោកសេដ្ឋីអ្នកនាងពិសានំសិនទៅកុំតន់អាចគិតច្រើនអីបើមិនពិសាអ្វីទេវានឹងមិនមានកម្លាំងតតាំងជាមួយនឹងបញ្ហាឡើយត្រូវតែហូបឲ្យឆ្អែតទើបអាចគិតចេញដោះស្រាយជាមួយបញ្ហាបានលោកពុកគាត់គិតឋានៈជាធំធ្វើឲ្យខ្ញុំពិបាកនឹងរស់នៅក្នុងផ្ទះនេះណាតែគាត់ជាអ្នកមានកូនដ៏ធំធេងរបស់ខ្ញុំមិនអាចកាត់ថ្លៃបានឡើយបើគ្មានលោកពុកខ្ញុំប្រហែលមិនបានមកនៅត្រង់នឹងទេបើអ្នកនាងយល់អញ្ចឹងហើយអ្នកនាងគួរតែសម្របតាមលោកសេដ្ឋីទៅព្រោះគាត់ធ្វើចង់ឲ្យអ្នកនាងបានល្អដូចគ្នាប៉ុន្តែចំពោះរឿងខ្លះมันអាចចេះតែសម្របតាមចិត្តមនុស្សចាស់រហូតទេខ្ញុំពិបាកនឹងបញ្យល់ណាស់បងផា
ខ្ញុំក៏មិនចង់ដឹងឮច្រើនដែរអ្នកនាងព្រោះថារាល់ថ្ងៃនេះខ្ញុំធ្វើការច្រើនហើយបើឲ្យមកគិតពីរឿងអ្នកនាងទៀតណាខ្ញុំអាចនឹងដេកឈឺមិនខានទេបើបែបហ្នឹងមិនបាច់យកទៅគិតទេនៅឯវាស្រ័យពេលនេះមេឃខ្មៅស្រអាប់រកលនឹងចង់ភ្លៀងគោពីរក្បាលដែលមើលដោយកំឡោះម្នាក់បំរុងនាំយកទៅផ្ទះវិញដូចគ្នាហុយតោះទៅផ្ទះមេឃរកលចង់ភ្លៀងទៅហើយកុំនៅយូរទៀតម្នាក់ស៊ីបានច្រើនណាស់មើលពោះចុះឡើងកំប៉ោងធំណាស់ស្របពេលជាមួយគ្នានោះក៏មានអ្នកមកពីស្រែហើយក៏បានរាក់ទាក់គ្នាតែម្ដងបងប្រឡូកដេញគោទៅផ្ទះវិញមែនបាទបងដេញគោទៅផ្ទះវិញហើយមើលមេឃឡើងខ្មៅស្អាប់តែម្ដងអញ្ចឹងក៏ប្រញាប់ទៅចោះកុំឲ្យភ្លៀងដេញតន់ឬចោនអញវិញបំរុងទៅណាដែរមេឃចង់ភ្លៀងទៅហើយហ្នឹងខ្ញុំភ្លេចស្រាក់បាយនៅឯខ្ទមឯណោះទៅចង់ទៅយកប្រយ័ត្នប្រយែងផងណាបងទៅមុនហើយចាបងអ្នកទាំងពីរសំណេះសំណាលគ្នាចប់ក៏បំបែកផ្លូវគ្នាទៅផ្ទះរៀងខ្លួនពន្លកដឹកគោមកដល់ផ្ទះវិញរួចក៏បានយកគោទាំងពីរនោះចូលទៅក្នុងក្រោលពីរអ្នកឯងចូលរកកន្លែងដេកពួនទៅខ្ញុំក៏ទៅរកបាយហូបដែរមកវិញបានមុនមេឃភ្លៀងណោះកូនប្រុសបាទម៉ែខ្ញុំឃើញមេឃនេះខ្មៅស្អាប់ពេកបានជាខ្ញុំដេញគោមកតែម្ដងទៅមកមុនពេលភ្លៀងអញ្ចឹងល្អហើយកូនមើលទៅផ្លាស់ខោអាវងូតទឹកចាញ់ទៅមើលគោមួយថ្ងៃទៅហើយល្មមបែកញើសស្អុយខ្លួនហើយបាទពងតែម៉ែសល់បាយកកបាយក្តាំងទេខ្ញុំឃ្លានគោពោះគ្រូកតែម្ដងហើយម៉ែដាំបាយឆ្អិនហើយមកហូបក៏ឆ្អិនដែរបើឃ្លានទៅរហូបចោះណាកូនបាទខ្ញុំទៅងូតទឹកសិនរួចចាំបាយតាមក្រោយកូនយើងឥឡូវនេះកាន់តែធំដឹងក្តីជាងមុនហើយណាឯងគ្នាពេញកំឡោះស្ដោកទៅហើយនៅតែឲ្យគ្នាមើលគោទៀតមិនព្រមឲ្យគ្នាចេញទៅណាស្វែងរកអ្វីដែលថ្មីសម្រាប់ខ្លួនគេសោះហើយឲ្យទៅណាឪវាបើយើងមានកូនប្រុសតែមួយហ្នឹងកូនយើងងាយនឹងត្រូវគេអូសទាញបានខ្លាំងណាស់បើសិនបើខ្សែគប់ប៉ះចំមិត្តភក្តិណាដែលមិនល្អទៅឆ្ងាយពីភ្នែករបស់យើងនោះខ្ញុំជឿជាក់លើកូនប្រុសខ្ញុំកូនយើងគឺមិនងាយនឹងឲ្យនរណាមកអូសទាញបានទេកូនយើងចេះគិតឲ្យឯងខ្ញុំមិនឲ្យកូនខ្ញុំទៅណាឡើយដាច់ខាតគឺមិនឲ្យចេញផុតពីភ្នែកតែម្ដងធ្វើដូចជាកូនយើងនេះជាកូនស្រីអញ្ចឹងគ្នាជាកូនប្រុសណាឯងហេតុអីក៏ខ្លាចគ្នាចេញឆ្ងាយពីផ្ទះម្លឹងនោះតែថាអត់គឺអត់ហើយកុំសង្ឃឹមឲ្យសោះឯងអើយមិនចេះចង់ឲ្យកូនបានដើរហើរស្គាល់អីសោះតែម្ដងបើគ្នាដើរខ្លះអាចជាស្គាល់នឹងរៀនសូត្របានចេះដឹងនឹងគេដែរហើយខ្ញុំស្រឡាញ់កូនខ្ញុំណាស់កូនមានតែមួយមិនអាចឲ្យទៅណាទេនាពេលជប់ឡើងពន្លកក៏បានមកអើតលឹមក្រវ៉ៃផ្ទះសេដ្ឋីដែលខណៈនោះអមរាក៏បានលូនចេញតាមដើមផ្កាដើម្បីមករកពន្លកពួកចឹងទៅខ្នោះទៅបើលោកពុកមកឃើញមានរឿងមិនខានទេហេតុអីក៏ត្រូវបិទពួនដែរពួកយើងមិនបានធ្វើអីខុសឆ្គងទេតែលោកពុកដឹងហើយថាខ្ញុំនឹងបងតាក់ទងគ្នាបើគាត់បានឃើញពួកចឹងធានាថាគ្រប់យ៉ាងនឹងមិនល្អឡើយបងថាអមរាមានរឿងលាក់បាំងជាមួយបងវិញទេឬក៏ព្រោះតែបងនេះក្រគ្មានទ្រព្យធនអ្វីសម្រាប់អូនទៅពេលនេះអូនចង់បែកចិត្តចេញពីបងបើខ្ញុំមិនចាប់អារម្មណ៍បងទេខ្ញុំមិនមើលបងតាំងតែពីដំបូងមកម្លេះដូច្នេះហើយកុំរកប្រយោជន៍អ្វីមកនិយាយឲ្យក្នុងចិត្តនឹងគ្នាអីឆាប់ទៅខ្នោះទៅខណៈដែលអមរានិងពន្លកបំរុងគេចេញទៅកន្លែងផ្សេងសេដ្ឋីដែមនិងភ្ញៀវរបស់គាត់ក៏បានឃើញអ្នកទាំងពីរអមរាកូនឯងហ៊ានចេញមកជួបវាផងមែនទេឆាប់ចូលទៅក្នុងផ្ទះវិញភ្លាមទៅនេះជាមនុស្សដែលកូនឯងត្រូវរៀបការជាមួយគឺក្មួយធីភីនេះដែលជាអ្នកជំនួញវ័យក្មេងលោកពុកខ្ញុំសូមវត្តចិត្តពុកកុំធ្វើបែបហ្នឹងអីមេត្តាណាលោកពុកកុំបំបែកបំបាក់ខ្ញុំបានទេពុកមិនបំបែកបំបាក់កូនទេតែកូននឹងអាល្អិតនោះវាមិនស័ក្តិសមជាមួយនឹងគ្នាសូម្បីតែបន្តិចឡើយកូនគិតទៅមើលថាកូនចង់រស់នៅសុខស្រួលឬមួយក៏ចង់រស់នៅក្នុងខ្ទមធ្លុះដំបូលកូនពិចារណាផងគិតពីជីវភាពរស់នៅកុំគិតតាមតែអារម្មណ៍មួយឆាវរបស់កូនក្នុងវ័យនេះកូននៅក្មេងខ្ចីណាស់
ចូលត្រង់ត្រាប់ស្ដាប់តាមឪពុកកុំស្រវាទុកអ្នកដតីសំខាន់ជាងពុកតោះពួកយើងចូលទៅក្នុងទៅមានរឿងអីនិយាយនឹងក្នុងផ្ទះលោកពូកុំនិយាយនឹងក្រៅផ្ទះអីហើយឯងក៏អាចចូលទៅបានដូចគ្នាដែរអ្នកកំឡោះតោះចាប់ប្រយោគគ្រប់គ្នាក៏បានចូលមកក្នុងផ្ទះយើងមិនឲ្យកូនយើងទៅនរណាជាដាច់ខាតក្រៅពីក្មួយធីភីនេះលោកសេដ្ឋីរើសអើងខ្ញុំដែលជាអ្នកកងវិលគោតើមែនទេលោកសេដ្ឋីយើងមិនពេញចិត្តនឹងឯងកុំមកសួររកហេតុផលច្រើនពេកមនុស្សដូចជាឯងនេះមិនស័ក្តិសមសំបីតែការទទួលដឹងឮអ្វីទេលោកសេដ្ឋីហេតុអីក៏លោកចិត្តខ្មៅយ៉ាងនេះក្មេងពីម្សិលមួយថ្ងៃឯងចង់ត្រូវថ្នាំខ្លាំងហើយមើលទៅយកផ្ដៅមកឲ្យយើងវត្តវាចេញម្ដងលោកពុកកុំធ្វើបែបនេះអីបងប្អូនលោកមិនមានកំហុសអ្វីទេខ្ញុំសុំវល់លោកពុកទៅចុះសំឡេងលន់ផាំងជាស្នូកំភ្លើងដែលធីភីប្រើប្រឡាយមកលើពន្លឺឲ្យអត់ដង្ហើមត្រឹមតែមួយប៉ព្រិចភ្នែកក្នុងពេលនេះបងប្អូនលោកហេតុអីក៏ធ្វើបែបនេះហេតុអីក៏សម្លាប់គាត់វាស័ក្តិសមនឹងទទួលបានបែបនេះហើយដែលវាសម័យចង់បានអនាគតប្រពន្ធរបស់បងទៅក្តោបក្តាប់មនុស្សចិត្តខ្មៅមិនក៏មកប្រឡាយមនុស្សមិនញញើតដៃបែបនេះសងជីវិតគាត់មកខ្ញុំវិញមកក្មួយឯងធ្វើបែបនេះធ្វើអីគ្រាន់តែបដៅគ្នាទៅបានហើយកុំចេះអីលោកសេដ្ឋីបិទមាត់ទៅឯងប្រហើនផងអីខ្ញុំមិនលាក់ចរិតជាមួយអនាគតឪក្មេកទេឃើញច្បាស់នឹងភ្នែកហើយបើនរណាចង់ដណ្ដើមយករបស់ខ្ញុំគឺលទ្ធផលត្រូវតែបែបនេះយើងមិនលើកកូនស្រីយើងឲ្យទៅឯងទេខ្ញុំមិនចង់មនុស្សខុសខើបែបនេះមកធ្វើជាប្តីនៅតែលោកពុកខ្ញុំសុំលាហើយតោះកូនយើងទៅជាមួយគ្នាឪពុកកូនអ្នកទាំងពីរឈានជើងចេញបានប្រមាណចំហៀនតែក៏ត្រូវប្រកំឡោះអ្នកចំនួននេះប្រហារសេដ្ឋីដែមឲ្យខ្សែតែម្ដងលោកពុកហេតុអីក៏ឯងសម្លាប់លោកពុករបស់ខ្ញុំលោកពុកដឹងខ្លួនវិញមកលោកពុកទៅជាមួយគ្នាពួកយើងទៅរៀបការតោះខ្ញុំមិនទៅទេលែងខ្ញុំពុកជួយខ្ញុំផងបងប្អូនលោកជួយខ្ញុំផងមិនមាននរណាអាចជួយនាងបានទេទៅជាមួយយើងទៅលែងខ្ញុំទៅជួយខ្ញុំផងខ្ញុំខ្លាចណាស់នាពេលនោះផងដែរភ្លើងនៅក្នុងបន្ទប់អមរាក៏ត្រូវបានបើកភ្លឺចេះដោយឪពុកម្ដាយរបស់នាងក៏បានចូលមកមើលកូនស្រីពេលដែលឮសំឡេងកូនស្រីខ្លាំងៗបែបនេះកូនអមរាកូនឯងកើតអីកូនកូនយើងយកសពអាក្រក់ទេដឹងបានជាស្រែកលន់ខ្លាំងម្លឹងនោះកូនស្រីប៉ាមិនអីទេគ្មានរឿងអីកើតឡើងទេកូនវាគ្រាន់តែជាការយល់សពអាក្រក់របស់កូនតែប៉ុណ្ណោះប៉ាម៉ាក់ខ្ញុំយល់សពអាក្រក់ណាស់ខ្ញុំពិតជាមានអារម្មណ៍ថាសោកសៅខ្លាំងណាស់ចំពោះយល់សពមួយនេះខ្ញុំខ្លោចចិត្តកូនឯងយល់សពឃើញអីកូននិយាយមកមើលបើនិយាយមិនទាន់បានកូនសំងំដេកវិញទៅចុះកុំភ័យកុំខ្លាចប៉ាម៉ាក់មិនអនុញ្ញាតឲ្យអ្នកណាមកធ្វើអីមកលើកូននោះទេដេកវិញចុះកូនចាំម៉ាក់នៅថ្ងៃបន្ទាប់អមរាចេញពីរៀននាងក៏បានទៅហាងផ្កាក្បែរមហាវិទ្យាល័យនេះដើម្បីទិញផ្កាស្រស់ខ្លាំងណាស់មានផ្កាឈូកទៀតខ្ញុំចុះផ្កាឈូកនេះមួយបាច់ណាគេកក់បាត់ហើយផ្កាឈូកនេះសល់តែមួយបាច់ចុងក្រោយនេះទេណាអូនបើអញ្ចឹងបងជួយរៀបចំផ្កាកុលាបពណ៌លឿងឲ្យខ្ញុំមួយបាច់មកណាបងចាអូនរងចាំមួយផ្លេតទៅនិយាយចប់ហើយរមនីក៏បានទៅរៀបចំផ្កាសម្រាប់អមរាខណៈដែលអមរាក៏បានឈររេរនៅក្នុងហាងស្របពេលជាមួយគ្នានោះក៏មានមនុស្សប្រុសដើរចូលមកខ្ញុំមកយកផ្កាចាប្រុសសង្ហានេះជាផ្កាឈូកមួយបាច់យ៉ាងស្រស់ស្អាតរបស់ប្រុសកំឡោះខ្ញុំមិនមែនកំឡោះទេម្ចាស់ហាងខ្ញុំពោះម៉ាយអូមិនប្រាប់មិនដឹងពិតមែនថាពោះម៉ាយហើយមិនក៏ប្រពន្ធដាច់ចិត្តបែបនេះណោះប្រពន្ធខ្ញុំស្លាប់ចោលខ្ញុំគាត់ពិតជាដាច់ចិត្តមែនចូលរួមសោកស្ដាយផងសម្រាប់រឿងនេះបានអត់អីទេខ្ញុំលាទៅវិញសិនហើយសំណាងល្អណាស់ប្រុសស្អាតបងផ្កាខ្ញុំបានឬនៅនឹងបងស្រី
ចាំមិនភ្លេចទៀតទៅណាអូនចិត្តរួចហើយណាចាខ្ញុំនឹងរងចាំមួយសន្ទុះក្រោយមកផ្កាកុលាបលឿងរបស់អមរាក៏បានរួចរាល់ណែដឹងអត្តន័យពីពណ៌វាឬក៏អត់នឹងបានជាកំងយកពណ៌នេះហើយយកទៅឲ្យអ្នកណាគេខ្ញុំដឹងមកខ្លះៗដែរពីអត្តន័យផ្កាកុលាបពណ៌លឿងនេះវាតំណាងឲ្យភាពកក់ក្ដៅមិត្តភាពនិងភាពរីករាយនិងរំលឹកឡើងវិញជាមួយអនុស្សាវរីយ៍មិនថាជូរចត់ឬក៏សេចក្តីសុខនោះទេបែបនេះខ្ញុំដឹងក៏មិនសូវជាច្បាស់ដែរតែបើសិនជាបងចង់ដឹងកាន់តែច្បាស់បងស្វែងរកនៅក្នុង Google បន្ថែមទៅណាបងចាចាំបងស្វែងរកបន្ថែមអមរាទូទាត់ថ្លៃផ្ការួចនាងក៏បានមកកន្លែងបញ្ចុះសពដែលមានភ្នូរជាច្រើននាងក៏បានយកផ្កាទៅដាក់នៅពីមុខភ្នូរបងប្រុសជីដូនមួយរបស់នាងថ្មីត្បិតតែចិត្តមុនបងសម្រាប់មនុស្សដែលខ្ញុំស្រឡាញ់និងអ្នកមានកូនរបស់ខ្ញុំមែនតែចិត្តនេះបងមិនដឹងអ្វីទេខ្ញុំនៅតែគោរពស្រឡាញ់ចំពោះបងដដែលអមរាមើលជុំវិញខ្លួនក៏បានឃើញពន្លកកំពុងតែនៅកន្លែងបញ្ចុះសពនេះដូចគ្នាគាត់មកសួរសុខទុក្ខប្រពន្ធរបស់គាត់មែនទេស្របពេលជាមួយគ្នានោះពន្លកក៏បានដើរមករកអមរាសួស្ដីអមរាចាសសួស្ដីបងស្គាល់ខ្ញុំពីអង្កាលបងចាំអូនឯងយូរហើយដឹងដែរអត់ចាំស្អីអ្នកណាគេឲ្យចាំរកចិត្តម្លេះគាត់នេះគឺបងចាំយកផ្កាកុលាបនេះសុំដូរគ្នាបានទេបងឃើញផ្លាកឈ្មោះនៅលើអាវតាចាសុំដប់ផ្កាជាមួយខ្ញុំធ្វើអីខ្ញុំយកមកឲ្យបងប្រុសខ្ញុំបាត់ហើយបងឃើញហើយក៏ចាប់អារម្មណ៍នឹងពណ៌ហ្នឹងទើបចង់បានថែមលុយឲ្យពីលើក៏បានដែរព្រមទេដូរក៏បានដែរតែមិនចាំបាច់ថែមលុយទេខ្ញុំមិនមែនមុខលុយទេណែយកទៅអ្នកទាំងពីរក៏បានដូរបាច់ផ្កាគ្នាទៅវិញទៅមកលុះពេលត្រឡប់ទៅវិញមិនក៏ធ្លាក់ភ្លៀងអមរាជិះម៉ូតូចាក់ចេញទៅមុខបានបន្តិចពន្លកក៏បានជិះម៉ូតូមកតាមពីក្រោយអមរាទៅផ្ទះវិញមែនទេប្រងឲ្យខ្ញុំដេកនៅភ្នំខ្មោចមែនទេបើទៅផ្ទះវិញផ្ញើឲ្យសើមជំនួសផងចម្លែកម្លេះគាត់ម្នាក់នេះអមរាជិះចាក់ចេញទៅមុនចាំងលឿនរាក់ទាក់បន្តិចសោះធ្វើដូចជាខ្លាចខ្ញុំខ្លាំងណាស់អញ្ចឹងអមរាជិះមកតាមផ្លូវនាងក៏បានឃើញកូនឆ្កែមួយក្បាលរត់កាត់ភ្លៀងទៅឈប់ម៉ូតូទៅដេញចាស់មកឡើងម៉ូតូទៅផ្ទះជាមួយគ្នាម្ចាស់ឯងមិនដឹងថានៅឯណាទេខ្ញុំខ្ជិលតាមរកណាពួកយើងទៅផ្ទះណាមួយសប្តាហ៍កន្លងផុតទៅអមរានិងគ្រូសាមកមន្ទីរពេទ្យពិនិត្យសុខភាពប៉ុន្តែក៏បានជួបនឹងពន្លកដែលជាគ្រូពេទ្យនៅទីនេះជំរាបសួរលោកពូនិមីងមកឆែកសុខភាពទៀតហើយមែនទេបាទលោកគ្រូខ្ញុំមិនដែលមកប៉ះលោកគ្រូសោះប៉ះតែជាមួយគ្រូពេទ្យផ្សេងលោកពូពិនិត្យជាមួយគ្រូពេទ្យណាក៏បានដែរព្រោះអ្នកនៅទីនេះគឺសុទ្ធតែមានជំនាញនិងវិជ្ជាជីវៈច្បាស់លាស់ណាស់ទើបអាចចូលធ្វើការនៅកន្លែងនេះបានគឺចូលធ្វើដោយសមត្ថភាពមិនមានប្រើខ្សែរយៈនោះទេមិនចង់បានប៉ះលោកគ្រូពេទ្យម្ដងណាលោកគ្រូពេទ្យប្រហែលជាទាល់តែណាត់ទុកមុនហើយទើបបានប៉ះមិនដល់ថ្នាក់នឹងទេលោកពូនេះជាកូនស្រីលោកពូនិមីងមែនទេបាទជាកូនស្រីខ្ញុំនាងរៀនឆ្នាំទី3ហើយខ្ញុំនិងម៉ាក់វាចង់ឲ្យរៀនចូលធ្វើពេទ្យដែរតែកូនខ្ញុំមិនស្រឡាញ់ខាងនឹងសោះយើងបង្ខំចិត្តកូនមិនបានទេព្រោះថានេះគឺជាគោលដៅនឹងជីវិតរបស់កូនទៅថ្ងៃអនាគតផ្លូវកូនជាអ្នកដើរយើងមិនអាចដើរជំនួសកូនបានទេចាពិតជាបែបនេះមែនណាប៉ាម៉ាក់បើអញ្ចឹងខ្ញុំសូមលាលោកពូនិងនាមីងទៅធ្វើការសិនហើយបាទលោកគ្រូពេទ្យប៉ាម៉ាក់ទៅផ្ទះវិញណាតោះកូននៅថ្ងៃបន្ទាប់អមរារៀនធ្វើនំខេកដោយនាំកូនឆ្កែមកជាមួយពេលធ្វើរួចក៏ឲ្យកូនឆ្កែរបស់នាងភ្លក់តែកូនឆ្កែរបស់នាងអត់ហាមមាត់ចង់ភ្លក់នោះទេមិនបានភ្លក់អញ្ចឹងកូនម្ដាយបែបស្រូបតែក្លិនក៏ឆ្អែតដែរកុំបខំគ្នាអីបងឯងសាក់ភ្លក់បន្តិចទៅមើលអត់ទេបងឈឺកណាភ្លក់របស់ផ្អែមមិនកើតទេមិនដឹងជាខ្លាចអីទេបងខ្ញុំទៅផ្ទះវិញហើយយកនំនេះទៅឲ្យម៉ាក់ប៉ារបស់ខ្ញុំភ្លក់ក៏បានដែរបាទចាំបងជួយរៀបចំឲ្យ
អមរាកាន់នំខេកផងនិងបណ្ដាកូនឆ្កែផងចេញពីក្នុងហាងខណៈនោះកូនឆ្កែរបស់នាងរត់វឹងធ្វើឲ្យនាងដេញតាមមកដល់កន្លែងដែលក្មេងស្រីម្នាក់កំពុងអង្គុយសុំទានប្អូនមិនក៏មកអីត្រង់ហ្នឹងឪពុកម្ដាយទៅណាខ្ញុំមានតែម៉ែទេតែម៉ែឈឺធ្វើអីមិនកើតទើបខ្ញុំមកអង្គុយសុំទានអញ្ចឹងក្រែងលោកបានលុយខ្លះយកម៉ែរបស់ខ្ញុំទៅពេទ្យហើយខ្ញុំក៏ឃ្លានដែរយកនំនេះទៅញ៉ាំចុះអញ្ចឹងបងរៀនធ្វើតែធ្វើជាមួយគ្រូជំនាញគាត់ថែមថយគ្រឿងគ្រប់យ៉ាងណាអាចញ៉ាំបានអរគុណបងស្រីណែបងឲ្យលុយទុកទិញអីញ៉ាំពេលក្រោយទៀតណាខ្ញុំលាបងសិនហើយយកនំនេះទៅឲ្យម៉ែចាំមើលទៅម៉ែនឹងសប្បាយចិត្តហើយខ្ញុំនឹងមិនអត់អីហូបទៀតទេក្មេងស្រីនោះក៏បានរត់ចេញទៅជាមួយភាពរីករាយដែលខ្លួនទទួលបានគ្រាន់តែប៉ុណ្្នឹងក៏អាចធ្វើឲ្យមនុស្សម្នាក់សប្បាយចិត្តបានដែរតោះចឹងទៅផ្ទះណាកូនសម្លាញ់អមរាមកវិញក៏បានឃើញភ្ញៀវមកលេងជំរាបសួរលោកគ្រូតើកូនជំរាបសួរលោកគ្រូពេទ្យបានជំរាបសួរលោកគ្រូពេទ្យមកសួរសុខទុក្ខប៉ានិងម៉ាក់ហើយក៏នៅហូបបាយជាមួយនឹងពួកយើងដែរណាកូនស្រីចាប៉ាខ្ញុំសុំយកកូនឆ្កែរពឹសនេះទៅងូតទឹកសិនហើយបាទទៅចុះកូនអមរាយកកូនឆ្កែរបស់នាងចេញទៅងូតទឹកខណៈដែលកំពុងងូតទឹកឲ្យកូនរបស់នាងពន្លឺក៏បានដើរចូលមកអមរាមានកាអីខ្ញុំយល់ថាពួកយើងហាក់បីដូចជាមនុស្សពីរនាក់ដែលស្និទ្ធស្នាលពីមុនមកអូនឯងដែលគិតអញ្ចឹងទេខ្ញុំមិនសូវគិតបែបនេះទេចង់ចៅខ្ញុំឬក៏យ៉ាងម៉េចហ្នឹងចូលដល់ឪពុកម្ដាយតាមប្រពៃណីហើយមានអីមិនល្អទៀតហ៎បងសុំថែអមរាគ្រប់ជាតិទៅចុះតែបងឯងថែគេមិនខ្ញុំបាត់ទៅហើយប្រកាន់មនុស្សពោះម៉ាយមែនទេតែបងសុំថែអូនគ្រប់ជាតិលែងថែនរណាមុនទៀតហើយបងនឹងរងចាំតលតែបានជួបអូនបានទេចាជាតិមុនថែមិនបានតែជាតិនេះថែរក្សាគ្នារហូតដល់ចាស់កោងខ្នងណាបានពួកគេទាំងពីរបានជួបគ្នាម្ដងទៀតនៅក្នុងជាតិថ្មីនេះហើយក៏បានចាប់ដៃគ្នាជាគូជីវិតរស់នៅជាមួយគ្នាដល់ចាស់កោងខ្នង